ពូទីនស្នើកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយអ៊ុយក្រែននៅសប្តាហ៍ក្រោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានស្នើឲ្យមានកិច្ចចរចាសន្តិភាពផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុង Istanbul នៃប្រទេសអ៊ីតាលីនាថ្ងៃទី15 ខែឧសភាខាងមុខដោយនិយាយថាការពិភាក្សាមិនគួរពន្យាពេលតទៅទៀតទេបន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈឆ្នាំ2022លោកពូទីនបានសង្កត់ធ្ងន់ថាកិច្ចពិភាក្សាដែលបានស្នើឡើងគួរតែផ្ដោតលើការដោះស្រាយបញ្ហាឫសគល់នៃចំនួនដោយលើកឡើងថាយើងស្វែងរកការពិភាក្សាដ៏ច្បាស់លាស់ដើម្បីដកចេញនូវឫសគល់នៃចំនួនហើយចាប់ផ្ដើមឆ្ពោះទៅរកសន្តិភាពយូរអង្វែងនិងរឹងមាំលោកបន្ថែមថាលោកនឹងនិយាយទៅកាន់ប្រធានាធិបតីទូគីលោកថាយីបអ៊ីឌូកាន់នៅថ្ងៃអាទិត្យនេះអំពីការសម្របសម្រួលកិច្ចចរចាដែលអាចឈានដល់បទឈប់បាញ់យ៉ាងណាមិញនៅមិនទាន់មានចម្លើយពីភាគីអ៊ុយក្រែនពាក់ព័ន្ធនឹងសំណើរបស់លោកពូទីននៅឡើយទេសូមបញ្ជាក់ថាសំណើរបស់មេដឹកនាំរុស្ស៊ីធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរួមគ្នាដោយមេដឹកនាំពីប្រទេសបារាំងចក្រភពអង់គ្លេសអាល្លឺម៉ង់និងប៉ូឡូញដែលគាំទ្រដោយប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រាប់បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌមួយរយៈពេល30ថ្ងៃក្រុមមេដឹកនាំទាំងនោះមានការគំរាមកំហែងបង្កើនការដាក់ទណ្ឌកម្មលើវិស័យថាមពលនិងធនាគាររបស់រុស្ស៊ីប្រសិនបើរុស្ស៊ីបដិសេធសំណើបទឈប់បាញ់កន្លងមកប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងសម្ព័ន្ធមិត្តលោកខាងលិចបានទទូចឲ្យមានបទឈប់បាញ់ដែលជាតម្រូវការជាមុនសម្រាប់ការចរចាណាមួយពួកគេអះអាងថាការបញ្ឈប់អារិភាពគឺចាំបាច់ដើម្បីបង្កើនបរិយាកាសអំណោយផលសម្រាប់ការសន្ទនាប្រកបដោយអត្ថន័យអាល្លឺម៉ង់ប្រកាសលែងបង្ហើបដំណឹងអំពីជំនួយយោធាដែលផ្ដល់ឲ្យអ៊ុយក្រែនទៀតហើយក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកាលពីថ្ងៃទី10ខែឧសភាអធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រកាសថាអាល្លឺម៉ង់នឹងមិនបង្ហាញជាសាធារណៈនៅព័ត៌មានលម្អិតអំពីជំនួយយោធារបស់ខ្លួនជួយដល់អ៊ុយក្រែនទៀតទេការផ្លាស់ប្ដូរគោលនយោបាយរបស់អាល្លឺម៉ង់នេះមានគោលបំណងបង្កើតភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រនិងរារាំងប្រទេសរុស្ស៊ីពីការទទួលបានផលប្រយោជន៍ណាមួយដោយដឹងជាក់លាក់អំពីប្រព័ន្ធអាវុធឬកម្លាំងដែលត្រូវបានផ្គត់ផ្គង់កាលពីមុនអាល្លឺម៉ង់បានលាតត្រដាងនិងធ្វើបច្ចុប្បន្នភាពជាសាធារណៈជាទៀងទាត់ជាមួយនឹងបញ្ជីប្រព័ន្ធនិងសម្ភារៈយោធាដល់អ៊ុយក្រែនបន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើទឹកដីគៀវក្នុងខែកុម្ភៈឆ្នាំ2022អធិការបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់ថាខណៈពេលដែលតម្លាភាពក្នុងការបែងចែកសភាវុធនឹងត្រូវបញ្ចប់អាល្លឺម៉ង់នៅតែប្រកាន់ភ្ជាប់នៅការគ្រប់គ្រងខ្លួនចំពោះអ៊ុយក្រែនលោកម៉ាច់បានសន្យាពង្រឹងជំនួយហិរញ្ញវត្ថុនិងបានអំពាវនាវដល់មេដឹកនាំអឺរ៉ុបផ្សេងទៀតឲ្យបន្តគ្រប់គ្រងដល់អ៊ុយក្រែនផងដែរជាការកត់សម្គាល់ការប្រកាសនេះធ្វើឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកាន់តែខ្លាំងដើម្បីដាក់សម្ពាធលើរុស្ស៊ីឲ្យព្រមានបទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល30ថ្ងៃក្នុងប្រទេសអ៊ុយក្រែនមេដឹកនាំអឺរ៉ុបរួមទាំងប្រទេសអង់គ្លេសបារាំងអាល្លឺម៉ង់និងប៉ូឡូញរួមជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានចេញអវ៉ាតយ៉ាងម៉ឺងម៉ាត់ដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យយល់ច្បាស់ចំពោះបទឈប់បាញ់នៅត្រឹមថ្ងៃទី12ខែឧសភាឬប្រឈមមុខនឹងទណ្ឌកម្មធ្ងន់ធ្ងរនិងការបង្កើនការគ្រប់គ្រងយោធារបស់លោកខាងលិចសម្រាប់អ៊ុយក្រែន